តាមធម្មតាជប់លៀងឡានលក្ខណៈគូសាបែបមធ្យមណាដែលគូសាគាត់ទូធាគាត់មានឡានពីគ្រឿងអញ្ចឹងទៅឬមួយគាត់ជិះឡានលក្ខណៈយ៉ាងទូលាយដូចជា pick up alpha អីចឹងបងប្អូនគឺយើងគាត់តែ unboxing ហើយយើងតែមើលទឹកវាបើកវាបាញ់ចេញហើយការស្រេចហើយយើងដាក់ខ្ចប់ជូនគាត់ហើយតម្លៃគឺបងប្រុសម្នាក់នេះគាត់តែគាត់ថ្មីសម្រាប់ម៉ាស៊ីនមួយហ្នឹងអញ្ចឹងណាប៉ុន្តែជាការឆ្លាញ់នឹងតម្រូវការរបស់គាត់អញ្ចឹងទេគាត់សុំឲ្យយើងធ្វើម៉េចរៀបចំ set up វាឲ្យ complete set រួចរាល់អស់ជូនគាត់អញ្ចឹងណាបាទហើយខ្ញុំក៏អត់សូវមានវីដេអូប្រភេទនេះដែរដោយសារយើងខ្ចប់ដាក់ចេញទៅគឺចប់ដាក់ចេញទៅគឺចប់យ៉ាងច្រើនយើង support ពេលគាត់តឡើងឯតិចតួចតែប៉ុណ្្នឹងទេបងប្អូនយ៉ាងណាមិញខ្ញុំក៏បានចំណាយពេលខ្លះសម្រាប់តឡើងគ្រឿងរបស់វានៅក្នុងឈុតអញ្ចឹងដើម្បីបានវីដេអូចែកជូនបងប្អូនយើងអ្នកដែលគាត់យកទៅប្រើប្រាស់ថ្មីថ្មោងឬក៏មិនទាន់ប្រើប្រាស់តែគាត់ស័ក្តិសមនឹងតម្រូវការឈុតប្រភេទនេះអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងភ្ជាប់តាំងពីអានេះការសម្រាប់បោះសម្ពាធរបស់វាចឹងនេះគឺយើងអាចប្រើសោតាន់មួយមកយើងមកមូលក្បាលប្រឡងមួយកដាលហ្នឹងបាទនេះហើយបន្ទាប់មកយើងយកនេះការវាចេញមកដាក់វាទៅតាមពីរបស់វាហ្នឹងហើយយើងមូលវាថ្នមអញ្ចឹងណាឲ្យវាទៅវាឡងមកវាអញ្ចឹងណាបងប្អូនបាទហើយចំណុចនេះវិញគឺកម្រងទឹកចូលអញ្ចឹងរបៀបចុះកម្រងទឹកចូលគឺយើងមូលវាផ្ដាច់ចេញពីគ្នាមកយើងដកទៅចូលសិតមកចាំយើងមូលបញ្ចូលបែបហ្នឹងបាទអានេះគឺសង្ចររហ័សទឹកចូលហើយចំណែកនេះគឺកម្រងរបស់វាយើងប្រើកម្រងដើម្បីការពារស្លែស្នឹមឬមួយក៏កកអីផ្សេងៗដែលចូលទៅក្បាលបូមវាបណ្ដាលឲ្យឆាប់ខូចអញ្ចឹងណាបងប្អូនបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀត